នេះនឹងនិយាយអំពីសម្ដេចជាវាកៅដែលចាំរក្សាបន្ទាយត្រឡប់ពីជ័យព្រៃនគរនោះមុននេះ3ថ្ងៃក៏យល់សពឃើញថាខ្យល់កំបុតត្បូងគួចទង់ជ័យសម្ដេចព្រះជ័យយថាជាភ្លើងឆេះអណ្ដែតកណ្ដាលអាកាសហើយធ្លាក់នៅកំពង់ចាមលូភ្ញាក់ឡើងភ័យណាស់និយាយប្រាប់និមិត្តនោះឲ្យសម្ដេចចៅពញាហែងជាបិតាក្មេងសម្ដេចព្រះជ័យយថាស្ដាប់ហើយហៅហោរាមកប្រាប់ឲ្យហេតុទាយហោរាពិនិត្យទៅឃើញថាសុបិនថ្ងៃអង្គារជាភ្លើងហើយឃើញឆេះទង់ជ័យនោះទំនាយទាយថាទ័ពលួងបរាជ័យហើយត្រង់ទៅដល់ឃើញខ្យល់កំបុតត្បូងគួចនាំទៅកណ្ដាលអាកាសនោះថាបុណ្យបារមីនៅមានទេវតានាំឲ្យរួចផុតពីចំណោមត្រង់ដែលភ្លើងធ្លាក់ទឹកនៅកំពង់ចាមនោះថាលួងនឹងរត់ទៅដល់ទីនោះសម្ដេចជាវាកៅលឺហើយភ័យណាស់ក៏ឲ្យសម្ដេចចៅពញាហែងនៅរក្សាបន្ទាយហើយផ្ដាំថាឲ្យខិតខំកែនរេពោលទុកបំរុងឲ្យបានច្រើនឯខ្លួនសម្ដេចជាវាកៅនាំខ្មាន់ធ្នូនិងទាហានកំភ្លើង 1000 នាក់និងព្រះទីនាំងក៏ចេនរយុទ្ធទៅបោះទ័ពចាំនៅឯដូនម៉ៅជាត្រៃខាងកើតលុះឃើញសម្ដេចព្រះស្រីចេថាគង់សេះនាំទាហានហែលឆ្លងមកដល់ច្រាំងហើយសេះនោះក៏លិចវិនិច្ឆ័យទៅក្នុងទឹកទៅនោះជាវាកៅក៏ស្ទុះទៅទទួលយករួចតែសម្ដេចព្រះស្រីចេថានិងទាហានរួមមិត្ត20 នាក់នោះទៅដល់មាត់ច្រាំងដំមមព្រះទីនាំងចក្រពត្តិនោះត្រឡប់មកដល់សម្ដេចជាវាកៅក៏ឲ្យទាហានបាញ់ធ្នូបាញ់កំភ្លើងកុំឲ្យព្រះភិក្ខុនីយាយុះរាជាឡើងតាមមកបានព្រះយុះរាជាក៏ត្រឡប់ព្រះទីនាំងមករកទ័ពទូកដែលនៅតាជាក្រោយនោះវិញលុះជួបហើយស្ដេចក៏ឲ្យឈប់នៅទីនោះមួយអន្លើសិនជួនជាពេលនោះមានខ្យល់ព្យុះខ្លាំងណាស់ស្ដេចត្រាស់ឲ្យយកអាវុធសឹកមកទុកសិនហើយចូលទូកចម្បាំងទៅឈប់នៅក្នុងបឹងមួយអន្លើទ្រង់ឲ្យសាងវត្តមួយនៅទីនោះទុកជាប្រគេហេតុនេះហើយបានជាជាប់ឈ្មោះថាវត្តព្រែកលួងរៀងមកដល់សពថ្ងៃបច្ចុប្បន្ននេះឯសម្ដេចជាវាកៅកាលបើទទួលសម្ដេចព្រះស្រីចេថារួចហើយជួនជាវេលាយប់ក៏អញ្ជើញស្ដេចផ្ទុំសម្រាប់កម្លាំងនៅក្នុងព្រៃដូនម៉ៅនោះទៅតែនៅទីនោះមានមូសខ្លាំងណាស់នឹងទ្រាំពំបានទៅសម្ដេចព្រះស្រីចេថាទ្រង់ផ្សងមិនឲ្យមានមូសក៏គ្មាននៅក្នុងទីនោះរៀងមកដល់ឥឡូវលុះព្រឹកឡើងសម្ដេចជាវាកៅអញ្ជើញសម្ដេចព្រះស្រីចេថាឡើងគង់លើព្រះទីនាំងពិជ័យកជយុទ្ធនាំរេពោលទាំង120 នាក់ស្រុតរោទៅដល់ភូមិដំរីសព្រះទីនាំងពិជ័យកជយុទ្ធនោះក៏ឈឺស្រុតនៅទីនោះបាត់ទៅព្រះស្ដេចកនទ្រង់ក៏ធ្វើបុណ្យហើយឲ្យកប់ដំរីនៅទីនោះបានជាប់ជាឈ្មោះហៅទូលខ្នប់ព្រះដំរីរៀងមកសម្ដេចព្រះស្រីចេថាទ្រង់ពិនិត្យព្រះទីនាំងពិជ័យកជយុទ្ធនិងព្រះទីនាំងសង្ឃរស្មីកាលណាទ្រង់សង្ស័យនឹងបុណ្យបារមីជាពុនពេកទ្រង់នឹកថាកាលណាខ្លួនអញនឹងមានបុណ្យត្រូវបានព្រះទីនាំងពិជ័យកជយុទ្ធនោះគឺបាននៅក្នុងកាលកសាងបន្ទាយស្រឡប់ពិជ័យព្រៃនគរគឺថាកាលនោះមានមម្នាក់ឈ្មោះថាផៃនាំយកដំរីមកថ្វាយដែលមានកម្ពស់10 ហត្ថថ្វាយរួចហើយមកផៃនោះត្រឡប់ទៅវិញបាត់ពុំដឹងជានៅស្រុកណាភូមិណាទេឲ្យរកខ្លួននឹងឲ្យរង្វាន់ឲ្យពេញចិត្តក៏រកពុំឃើញឯព្រះទីនាំងសង្ឃរស្មីទៀតកាលអញលើកទ័ពដេញព្រះស្រីសុគន្ធបុត្រទៅដល់ក្បាលកោះសុទិនទាំងយប់នោះក៏មានឈ្មោះចៅអិនយកសេះនេះមកថ្វាយដែលមានកម្ពស់10 ហត្ថ 4 ធ្នាប់មានកម្លាំងប្រហែលនឹងទឹកសន្ធឹកដូចរន្ទះគឺហែលក្នុងមួយថ្ងៃបាន 1000 សិនលឿនលើសប្លែកសេះទាំងពួងលុះព្រឹកឡើងរកចៅអិនដែលថ្វាយសេះនោះនឹងឲ្យរង្វាន់ក៏រកពុំឃើញទៀតព្រះទីនាំងទាំងពីរនេះដូចជាទេវតានិមិត្តថ្វាយអញឥឡូវនេះវានេះអស់ទាំងពីរទៅហើយដូច្នេះឃើញថាបុណ្យបារមីអញមិនយឺតយូរប្រមាណឡើយគិតហើយព្រះស្ដេចកនទ្រង់ក៏ព្រះកន្សែងសោកជារ៉ាំរៃក្រៃពេកប្រមាណសម្ដេចជាវាកៅយល់សម្ដេចព្រះស្រីចេថាជាក្មួយយំសោកស្ដាយព្រះទីនាំងខ្លាំងពេកដូច្នេះក៏គិតថាបើអញមិនខ្លាយនិយាយឲ្យមានតម្រេចទេឃើញថាសម្ដេចព្រះជ័យចេថានឹងដល់អល់ប្រជជននៅក្នុងគ្រានេះមិនខានគិតហើយជាវាកៅក៏ក្រាបទូលថាសូមទ្រង់កំសាន្តព្រះចហារតីខ្លះទៅកុំអាល័យព្រះទីនាំងទាំងពីរនោះខ្លាំងពេកព្រះទីនាំងនោះវាស្រុតស្នងព្រះអង្គដែលទ្រង់មានព្រះគ្រោះជាទម្ងន់នោះឯបុណ្យបារមីព្រះអង្គនៅមានតទៅមុខជាច្រើនពីព្រោះថាក្រោយព្រះអង្គលើកទ័ពទៅធ្វើសង្គ្រាមនឹងព្រះច័ន្ទរាជានោះចៅវាយស្រុកជើងបាក់ដែងនាំដំរីចំនួន2សេះ2មកចាំក្រាបទូលថ្វាយទំហំនិងកម្ពស់ប្រហែលគ្នានឹងព្រះទីនាំងមុននេះ
ហេតុនេះហើយទ្រង់នឹងព្រួយព្រះハរតីស្ដាយអ្វីសេះមួយដំរីមួយនោះវាបាត់ទៅទាំងពីរយើងបានទាល់តែ4ឡើងវិញឯណោះព្រះសីហ៍ចេថាទ្រង់ជ្រាបដូច្នេះហើយទ្រង់ក៏ព្រឺនៅក្នុងព្រះរាជハរតីណាស់ទ្រង់តម្រង់ព្រះស្មារតីបានទ្រង់ក៏ត្រាស់នឹងសម្ដេចជាវាថាយើងទៅក្រុងស្រឡប់វិជ័យព្រៃនគរនិងក្រុងស្រីសឈរត្បិតនៅក្នុងស្រុកស្រីសឈរនោះយើងមានគ្រប់គ្រួននៅទីនោះច្រើនណាស់ទើបសម្ដេចជាវាកៅទូលថាយើងធ្វើការសង្គ្រាមមានជ័យជាច្រើនដងយើងបានជាស្ដេចជាចៅវានេះតាំងពីនៅតតាំងច្បាំងគ្នានៅស្រីសឈរដូច្នេះគួរយើងយកក្រុងស្រីសឈរនោះជាទីចម្បាំងបើពុំឈ្នះនៅទីនោះទេសំយើងទៅតតាំងនៅក្រុងស្រឡប់វិជ័យព្រៃនគរម្ដងទៀតឲ្យបាន2គ្រាសម្ដេចស្រីចេថាទ្រង់ជ្រាបហើយទ្រង់ក៏យល់ព្រមហើយក៏នាំគ្នាទៅដល់ក្រុងស្រីសឈរហើយឲ្យសម្ដេចជាវាកៅនាំគ្រប់គ្រូទៅក្រុងស្រឡប់វិជ័យព្រៃនគរហើយត្រាស់ផ្ដាំនឹងសម្ដេចជាវាកៅថាឲ្យកែនរេពោលឲ្យបានជាច្រើននៅរក្សាបន្ទាយនោះសម្ដេចជាវាកៅក៏ទទួលធ្វើតាមព្រះរាជបញ្ជាការសម្ដេចព្រះភិក្ខុនីយាយុះរាជាកែវនាយកព្រះអង្គចាំបាត់ពុំឃើញទ័ពជើងគោកលើកមកព្រះអង្គក៏ថយទ័ពទូកនោះមកភ្នំពេញវិញដើម្បីនឹងស្ដាប់ព្រះរាជាសម្ដេចព្រះពេតុលារាជាធិរាជសម្ដេចព្រះបរមពុទ្ធខត្តយាចន្ទរាជាជាអង្គម្ចាស់ជីវិតលើត្បូងព្រះអង្គលើកវិជ័យសង្គ្រាមមកដល់ស្រុកឧដុង្គហើយស្ដេចទៅថ្វាយបង្គំព្រះចេតិយព្រះបដិមាករហើយស្ដេចត្រឡប់មកគង់នៅព្រះពន្លាវិញទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង1ឲ្យចៅពញាដៃជោចវាយស្រុកសំរោងតងជាមេទ័ពមុខកាន់ពលចំនួន 20000 នាក់ជាទ័ពស្រួច2ឲ្យអុកញ៉ាមនោមេត្រីកាន់ពលចំនួន 10000 នាក់ជាមេទ័ពស្ដាំ3ឲ្យអុកញ៉ារាជាមេត្រីជាមេទ័ពឆ្វេងកាន់ពលចំនួន 10000 នាក់4ឲ្យអុកញ៉ាសួរគាលោកសុកកូនចៅពញាមឿងកាន់ពលចំនួន 30000 នាក់ជាទ័ពមុខឯសម្ដេចចៅពញាយុះរាជាព្រះរាជភក្ខនីយោជាមេទ័ពលួងឃុំពលចំនួន 50000 នាក់ឆ្លងទៅពាត់ពីខេត្តព្រៃវែងស្ទាក់ភ្លើងកុំឲ្យសម្ដេចជាវាកៅមកសួរគ្នាបានទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀតឲ្យពញាឧទ័យធិរាជចវាយស្រុកអាសន្តុកជាមេទ័ពមុខឲ្យចៅពញាពេជ្រដេជោជាមេទ័ពឆ្វេងឲ្យចៅពញាស្រែនខំហ្វាជាមេទ័ពកងខាងស្ដាំឲ្យចៅពញាមន្ត្រីភក្តីជាកងទ័ពក្រោយទាំង4កងឃុំពលចំនួន 50000 នាក់លើកជាទ័ពជើងគោកទៅខេត្តកំពង់សៀមឆ្លងទៅដល់មាត់ឃ្មុំនិងភ្នំពៀនជាងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅពញាហែងជាឪពុកក្មេងព្រះស្ដេចកនលើកទៅជួយព្រះស្ដេចកនបានទើបព្រះអង្គចាត់ទ័ពមួយផ្លូវទៀត1អុកញ៉ាចក្រីទេពកូនទី3ពញាមឿងឲ្យឃុំពលចំនួន 20000 នាក់ជាមេកងទ័ពមុខ2អុកញ៉ាយមរាជឃុំពលចំនួន 10000 នាក់ជាទ័ពឆ្វេង3អុកញ៉ាក្រឡាហោមឃុំពលចំនួន 10000 នាក់ជាទ័ពស្ដាំ4ព្រះអង្គឯងទ្រង់ពលចំនួន 40000 នាក់ជាទ័ពលួង5អុកញ៉ាមហាមន្ត្រីឃុំពលចំនួន 5000 នាក់ជាទ័ពបង្កប់ហើយទ្រង់ត្រាស់ផ្ដាំឲ្យធ្វើតាមគ្រប់ប្រការពុទ្ធសករាជ2068គ្រិស្តសករាជ1524មហាសករាជ1446ចលសករាជ886ឆ្នាំវកឆស័កសម្ដេចព្រះបរមខត្តយាមហាចន្ទរាជាលុះទ្រង់ចាត់ទ័ពរួចជាស្រេចហើយស្ដេចក៏ចូលស្រង់ទ្រង់គ្រឿងរាំងសង្គ្រាមយុទ្ធបរិសុទ្ធនៅគ្រឿងកគុតភ័ណ្ឌព្រះហោរាថ្វាយវិជ័យរឹកព្រះចគ្រូបរហិតថ្វាយទឹកសឹងទឹកគុណទីទឹកខ្លោះផ្លុំត្រៃសឹង
ក្រុមសូរិយាដូតន្ត្រីវាយកងទូងស្គរខ្ទោខ្ទាទាំងក្រឡាប្រតិពីស្ដេចក៏គង់ព្រះរាជយានព្រមដោយនៅស្វេតឆ័ត្រ9ជាន់និងចមបែបបនសែនថ្វាន់ទុងឆាត់លឿងខៀវសព្រាតប្រុសឆ្លោះសែងព្រះសូរិយាស្ដេចក៏យាងគង់ព្រះទីនាំងចក្រពត្តិសារាយអណ្ដែតឯអស់មន្ត្រីសេនារាយពលសឹងជិះទូកងមួងយោងពីមុខនៅពីក្រោយតាមអណ្ដាប់តាមអណ្ដោយលើកចេញទៅប្រថាប់ទ័ពនៅព្រះប្រសពឈប់ចាំស្ដាប់សូរស័ព្ទគ្រប់កងដែលលើកទៅផ្លូវខាងណាទុននឹងបានទៅជួយខាងនោះចក្តីនេះឈប់ស្លេះត្រឹមប៉ុណ្ណេះសិននឹងតាំងនិយាយអំពីព្រះស្ដេចកនកាលបើតាំងខ្លួនសោយរាជជាសម្ដេចព្រះស្រីចេថានៅក្នុងក្រុងស្រីសឈររួចហើយទ្រង់ព្រះតម្រេះថាគូគិតរកជ័យភូមិសាងនគរជាថ្មីទ្រង់ព្រះតម្រេះតែម្លោះហើយក៏លើកពួករាជសេវាកាមាត្យយោធាតាមមេគាទៅរកទីជ័យភូមិពុំត្រូវព្រះរាជហឫទ័យនៅក្នុងខេត្តស្រីសឈរសោះស្ដេចទៅឯខេត្តព្រៃវែងក៏ពុំត្រូវព្រះរាជហឫទ័យលុះ8ថ្ងៃក៏ដល់ស្ទឹងពីមមេត្រេកខេត្តបាភ្នំទៅមានទីទួលស្រួលល្អទ្រង់ក៏ឲ្យតាំងបន្ទាយវាំងនៅទីនោះបានជាជាប់ឈ្មោះនៅទីកន្លែងនោះថាបឹងកំពង់ចវា1កំពង់យមរាជ1កំពង់ក្រឡាហោ1កំពង់ចក្រី1ស្រុកកណ្ដាលជ្រុំ1ជើងបាក់ដៃ1រោងដំរី1ព្រៃនគរ1ទ្រង់សាងព្រះនគរបាន8ខែពុំទាន់បានសម្រេចស្ដេចក៏ទ្រង់ព្រះតម្រេះយល់ជាថ្មីថាតាំងព្រះនគរនេះចិត្តដែនយួនណាស់បើយួនលើកមកនឹងពិបាកកែនពោលតច្បាំងឲ្យរុះរាន់មិនទាន់ការទ្រង់ក៏ជំនុំព្រះសេនាបតីហើយព្រះរាជសេវាកាមាត្យមុខមន្ត្រីព្រះស្នំក្រមការសេនាយោធាទៅរកទីតេយ្យភូមិនៅក្នុងខេត្តត្បូងឃ្មុំវិញលុះទៅដល់ទីមួយអន្លើក៏វាយកងហៅគ្នាវាស់នេតិជីកដីជាស្នាមភ្លោះកាយបន្ទាយតែ5សិន4ជ្រុងនោះមានខ្លះមិនពេញចិត្តថាត្បិតតូចឯខ្លះទៀតថានៅទីនោះមិនមានជ័យភូមិល្អទេតែវាយកងហៅប្រជុំគ្នាកាលណាស្ដីដោលគ្នាកាលនោះព្រោះគំនិតអ្នកនោះយ៉ាងនេះព្រោះគំនិតអ្នកនេះយ៉ាងនោះកើតជាចំនួនឆ្លោះដេញដោលគ្នាវឹកវរការធ្វើបន្ទាយនៅទីនោះមិនស្រស់ស្រួលហើយទើបទ្រង់ពិនិត្យទៅឃើញថាត្រូវតែរកទីកន្លែងមួយទៀតឲ្យជីកដីធ្វើបន្ទាយ4សិន4ជ្រុងតែមិនទាន់ហើយទេទ្រង់ក៏ហៅឈ្មោះបន្ទាយស្រឡប់ពីជ័យព្រៃនគរធ្វើចិត្តនឹងរួចហើយពីគ្រោះទៅយល់ថាតូចទៀតណាស់មិនសមជាក្រុងធំមិនល្មមនឹងពោល7 8ស្បែកបានឡើយហើយនៅទីនោះទឹកក៏ពុំសូវបរិបូរណ៍ឃើញមានទីខាងត្បូងនោះមានចម្ងាយប្រមាណជា6 7សិនមានដីទំនាបជ្រាបមានទឹកមានទូល្អជំនុំព្រមទើបរើពិធីនោះទៅតាំងបន្ទាយនៅទីនោះបណ្ដោយ25សិនទៅតឹង15សិនកម្ពស់15ហត្ថជាបន្ទាយស្ដេចគង់ទ្រង់ឲ្យធ្វើបន្ទាយមួយទៀតជាខាងលិចបន្ទាយស្ដេចគង់នោះចម្ងាយ2សិនជាបន្ទាយសម្រាប់ចម្បាំងទៅតឹង4សិនបណ្ដោយ6សិនបន្ទាយទាំងពីរនោះកម្ពស់ខាងលើ3ព្យាមកម្រាស់ជើងទេ6ព្យាមកម្ពស់20ហត្ថស្នាមភ្លោះអមបន្ទាយដែលស្ដេចគង់នោះទៅតឹង2សិនជុំវិញស្នាមភ្លោះបន្ទាយចម្បាំងនោះទៅតឹង1សិន3ជ្រុងគិតតែជ្រុងខាងជើងខាងត្បូងហើយក្នុងបន្ទាយស្ដេចគង់ទិសខាងលិចទិសខាងកើតបន្ទាយចម្បាំងនេះដាក់រោងដំរីរោងសេះរោងព្រះរាជយានក្នុងបន្ទាយចម្បាំងនោះឲ្យរោងទាហាន22ខ្នងនឹងវែងជុំវិញនៅក្នុងបន្ទាយដែលស្ដេចគង់នោះឲ្យតាមកំផែងកៅ3វាស់ជុំវិញហើយឲ្យសាងប្រាសាទ2សាងព្រះច័ន្ទឆាយា1ដំណាក់ព្រះស្នំ22ក្នុងព្រះរាជមន្ទីរធំនោះមានក្រឡាព្រះបន្ទុំធំ1ក្រឡាព្រះបន្ទុំតូចចំនួន7ជាសម្រាប់តែព្រះអង្គទ្រង់គ្រឿងតាមថ្ងៃទាំង7ប្រាសាទដំណាក់ទាំងប៉ុន្មានសឹងតែមានលៀបម្រ័ក្សជាតិហង្គុលបិទមាសឆ្លោះឆ្លៀសរន្ទាលឆ្អើឆ្អៅទ្រង់ក៏ឲ្យជីកស្រះស្រង់សួនច្បារផ្កាសុំខាងក្នុងសម្រាប់ស្រង់និងសម្រាប់ព្រះស្នំក្រមការងូតទឹកកំសាន្តនៅខាងមុខកំពែងកែវនោះទ្រង់ឲ្យជីកស្រះធំមួយឲ្យចៅពញាវៀងជីកខាងត្បូងចៅពញាវាំងជីកខាងជើងចៅពញាស្រាជីកខាងកើតឯចៅពញាលំពាំងជីកខាងលិចទំហំស្រះនោះ1សិន5ព្យាម4ជ្រុងហើយទ្រង់ត្រាស់បង្គាប់ទៅចៅពញាស្រាគីទីក្រឡាហោមឲ្យចាប់ត្រីព្រួលរោះឆ្ដោទៅលេងនៅក្នុងស្រះខាងក្រៅខាងក្នុងតាមស្នាមភ្លុះបន្ទាយនោះ
ស្រុកនោះសម្បូរត្រីមិនឲ្យខ្ញុំរាជការអត់ឃ្លានហើយនៅក្នុងព្រះរាជវាំងនោះទ្រង់ក៏ធ្វើថែវជុំវិញនឹងរោងផ្លូវដើរមិនឲ្យត្រូវថ្ងៃត្រូវភ្លៀងទេខាងក្រៅបន្ទាយទាំងពីរនោះទ្រង់ត្រាស់ឲ្យធ្វើបន្ទាយឆាក់ទាំង8ទិសសម្រាប់ចម្បាំងហើយធ្វើឃ្លាំងតាំងទុកនៅក្នុងបន្ទាយ15ខ្នងសម្រាប់ដាក់ស្រូវអង្ករត្រីងៀតត្រីឆ្អើរនិងភោជនីយអាហារសម្រាប់ចែកចាយសេនាទាហានរេពលមិនឲ្យអត់ឃ្លានសម្ដេចព្រះស្រីចេថាអង្គនេះព្រះអង្គពុំមានអគ្គមហេសីទេព្រះអង្គមានព្រះនាងផាឡែងជាកូនសម្ដេចពញាហែងលើកឡើងជាស្នំឯកទ្រង់សពប្រតិនឹងព្រះស្នំឯកណាស់ឲ្យតាំងប្អូនព្រះស្នំឯកជាស្នងធ្នឹមព្រះនគរឯបន្ទាយនោះមានទ្វារធំចំនួន4ទ្វារតូចតាមជ្រុងបន្ទាយចំនួន4ទ្វារធំខាងកើតឲ្យឈ្មោះហៅថាទ្វារចក្រឲ្យពញាឆ្លូករាជការនៅរក្សាជាទ្វារសម្រាប់ស្ដេចឡើងគង់ព្រះបញ្ជាទតទិសនានាទ្វារធំខាងត្បូងឲ្យឈ្មោះថាទ្វារស្មងទ្រង់ស្ដេចឲ្យស្នងធ្នឹមព្រះនគរជាប្អូនថ្លៃឲ្យនៅរក្សាត្រួតត្រាហើយជាសម្រាប់ស្ដេចចេញទតសេនាទាហានសមទ្វេដៃទ្វារធំខាងលិចឲ្យឈ្មោះហៅថាទ្វាររោងស្ដេចឲ្យពញារោងរាជភក្តីនៅត្រួតត្រាសម្រាប់ស្ដេចចេញទតដំរីសេះព្រះរាជយានទ្វារធំខាងជើងឲ្យឈ្មោះហៅថាទ្វារត្រាច់ឲ្យពញាត្រាច់សារវ័ននៅត្រួតត្រាសម្រាប់ស្ដេចនាំព្រះស្នំក្រមការចេញទៅប្រព្រឹត្តប្រឹក្សាទាំងឡាយជាទីកំសាន្តព្រះចហារតីនៅក្នុងកំផែងព្រះវិហារស្ដេចសាងវត្តសាងប្រាសាទមួយហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយព្រះអង្គមានព្រះភ្នែនចំនួន12ធ្នាប់កម្ពស់20ធ្នាប់តម្កល់នៅក្នុងប្រាសាទនោះទ្រង់តាំងនាមហៅព្រះអង្គខ្មៅប្រគេនរេពលចំនួន500នាក់ជាសម្រាប់វត្តទ្រង់តាំងនាមវត្តនោះហៅថាវត្តប្រាសាទឯអ្នកព្រះមនាងផាឡែងសាងព្រះអារាមមួយខាងជើងបន្ទាយវិជ័យព្រៃនគរលុះសាងរួចហើយនាងឲ្យជញ្ជូនសពទ្រព្យទាំងពួងទៅកោថ្វាយព្រះរតនត្រ័យនៅទីនោះបានជាប់ជាឈ្មោះមកវត្តនោះហៅថាវត្តកោមកដល់សពថ្ងៃនេះឯក្រុងវិជ័យព្រៃនគរនោះទ្រង់ឲ្យសាងថ្នល់មួយតម្រង់ទៅខេត្តរោងដំរីដើម្បីជាសម្រាប់ព្រះអង្គជាងទៅក្រសាលសមុទ្រថ្នល់មួយទៅវត្តប្រធាតដើម្បីជាសម្រាប់ស្ដេចព្រះរាជដំណើរថ្វាយបង្គំគោរពព្រះបរមធាតុព្រះអរហន្តថេរ